នៅក្នុងព្រៃនេះមែនតើទៅកម្រដែរភ្លូធំនេះយើងឃើញមានតែម្ដងទេហើយនៅទីនេះអត់ទាន់មានពុកម៉ែបងប្អូនណាគាត់មកយកសបកធ្វើថ្នាំទេដោយសារវាឡើងមកចកេះភ្នំបន្តិចណាអត្ថប្រយោជន៍របស់វាខ្ញុំបានជម្រាបជូនដល់ពុកម៉ែបងប្អូនបានពិស្ដារបានលំអិតហើយណាហើយបើសិនជាពុកម៉ែបងប្អូនត្រូវការជាមួយសបកភ្លូយកទៅធ្វើជាថ្នាំសម្រាប់ព្យាបាលឬក៏ប៉ះប៉ូវសុខភាពពុកម៉ែបងប្អូនក៏ពុកម៉ែបងប្អូនអាចទំនាក់ទំនងមកបានដែរខ្ញុំនឹងរកជូនណាដោយសារតែនៅទីនេះមានម្ដើមហើយកន្លែងផ្សេងទៀតក៏យើងមានឃើញដែរវាគ្រាន់តែនៅឆ្ងាយពីគ្នាបាទសូមគោរពក៏ដូចជាជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនេះជាទីគោរពនិងជាទីរាប់អានបាទហើយព្រឹកនេះក៏បានឆ្លៀតមកព្រៃបាទមិនទៅឆ្ងាយប្រហែលដែរទេគឺមកខាងក្រោយផ្ទះនឹងទេណាហើយគិតថាថ្ងៃនេះនឹងមកធ្វើវីដេអូមួយតាក់ទងជាមួយនឹងដើមភ្លូបាទការពិតទៅដើមភ្លូនេះយើងចែកជាពីរប្រភេទពុកម៉ែបងប្អូនណាគឺមានភ្លូធំហើយនិងភ្លូបាតបាទចឹងអ្វីដែលជាគោលបំណងរបស់ខ្ញុំហ្នឹងគឺខ្ញុំមករកធ្វើវីដេអូតាក់ទងដើមភ្លូធំបាទហើយភ្លូធំហ្នឹងមែនតើខ្ញុំធ្លាប់បានជួបបាទនៅខាងនោះនៅកន្លោះភ្នំហ្នឹងនៅកន្លោះភ្នំនេះបាទកន្លោះភ្នំធ្លាប់ឡើងទៅជួបនៅហ្នឹងណាចឹងចាំមើលទៅទៀតខ្ញុំនឹងទៅហើយនៅកន្លោះភ្នំហ្នឹងមិនដឹងថានៅមានផ្លែអត់ទេពីមុនខ្ញុំធ្លាប់ទៅម្ដងគឺមានផ្លែបាទយើងនឹងទៅធ្វើវីដេអូតាក់ទងជាមួយនឹងដើមភ្លូធំនេះដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនទស្សនាម្ដងទៀតការពិតទៅភ្លូធំនេះយើងធ្លាប់ធ្វើពីមុនម្ដងរួចមកហើយដែរប៉ុន្តែឥឡូវនេះយើងនឹងធ្វើសារជាថ្មីម្ដងទៀតហើយសូមរងចាំទស្សនាបន្តិចទៀតយើងនឹងបង្ហាញអំពីដើមភ្លូធំបាទប៉ុន្តែមុននឹងពុកម៉ែបងប្អូនទៅទស្សនាជាមួយនឹងដើមភ្លូធំនេះនៅពេលខ្ញុំមកដល់ទីនេះខ្ញុំឃើញមានផ្កាឈើព្រៃមួយចំនួនណាបានរីកបាទហើយខ្ញុំនឹងថតចែកជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាជាមួយនឹងផ្កាឈើព្រៃទាំងអស់ហ្នឹងសិនមុននឹងយើងឈានចូលទៅដល់ការទស្សនាជាមួយនឹងដើមភ្លូធំបាទអញ្ចឹងសូមទស្សនាដូចតទៅបាទនេះគឺជាដើមជាងហៅថាដើមឈាមតុងបាទដើមឈាមតុងផ្កាវាខ្ញុំឃើញមកដើមនៅទីនេះអញ្ចឹងវាផ្កាវាមិនសូវជាច្រើនដែរទេណានេះគឺជាផ្កាឈាមតុងដែលវាដុះនៅតាមព្រៃណាហើយដើមខ្លះគឺមានផ្កាស្រស់ស្អាតមែនតើដើមឈាមតុងនេះបាទហើយនេះគឺជាដើមផ្កាជាផ្ការបស់ដើមបាយកញ្ញិញបាទផ្កាដើមបាយកញ្ញិញហើយនេះគឺស្រស់ស្អាតណាស់រីកនៅកណ្ដាលព្រៃនេះបាទអញ្ចឹងនៅព្រៃគឺមានផ្កាព្រៃច្រើនណាដែលរីកហើយដូចនេះអញ្ចឹងគឺផ្កាដើមបាយកញ្ញិញផ្នែកផ្កាសសនេះគឺជាផ្ការបស់ដើមស្មៅអាចកុកបាទហើយដើមស្មៅអាចកុកនេះខ្ញុំក៏ធ្លាប់បានធ្វើជាវីដេអូចែកជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាហើយពុកម៉ែបងប្អូនបានឃើញនៅទីនេះសុទ្ធតែស្មៅអាចកុកដែលមានដុះផ្កាពណ៌សបែបហ្នឹងឯងអញ្ចឹងណាបាទនេះគឺជាស្មៅអាចកុកបាទចឹងបន្ទាប់ពីពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាជាមួយនឹងផ្កាឈើព្រៃដែលរីកស្រស់ស្អាតមួយចំនួនហើយបន្តិចទៀតយើងនឹងធ្វើដំណើរតាមផ្លូវនេះបាទហើយទៅអែបតាមគៀនភ្នំនេះហើយយើងធ្វើដំណើរតាមនេះហើយយើងឡើងទៅកន្លោះភ្នំកន្លែងនោះបាទកន្លោះភ្នំកន្លែងហ្នឹងហើយយើងនឹងទៅរកជាមួយនឹងដើមភ្លូធំបាទដើមភ្លូធំហើយអញ្ចឹងពុកម៉ែបងប្អូនចាំទស្សនាទាំងអស់គ្នាណាហើយយើងត្រូវឡើងទុកម៉ូតូនៅចកេះភ្នំយើងឡើងទៅនិយាយទៅមកកូនភ្នំទូចកន្លោះហ្នឹងគឺយើងទៅឡើងទៅកន្លោះហ្នឹងតែម្ដងបាទអញ្ចឹងសូមពុកម៉ែបងប្អូនរងចាំទស្សនាទាំងអស់គ្នាបាទឥឡូវយើងធ្វើដំណើរតាមផ្លូវនេះទៅបាទអញ្ចឹងបន្ទាប់ពីយើងធ្វើដំណើរតាមផ្លូវដែលខ្ញុំបង្ហាញជូនមិញហ្នឹងឥឡូវយើងមកដល់កន្លោះភ្នំនេះហើយតិចទៀតយើងនឹងធ្វើដំណើរតាមផ្លូវនេះឡើងទៅកន្លោះភ្នំដើម្បីទៅរកដើមភ្លូធំបាទភ្លូធំដែលពីមុនយើងធ្លាប់ជួបនៅហ្នឹងណាអញ្ចឹងពុកម៉ែបងប្អូនទស្សនាបន្តទៀតទាំងអស់គ្នាអញ្ចឹងយើងត្រូវធ្វើដំណើរឡើងតាមចកេះភ្នំនេះដើម្បីទៅរកដើមភ្លូធំណាហើយភ្លូធំពីមុនយើងធ្លាប់រកឃើញនៅខាងកន្លោះភ្នំខាងលើហ្នឹងហើយមិនដឹងថាព្រៃដោះទៅយើងអាចទៅដល់ឬក៏យ៉ាងណាទេប៉ុន្តែយើងនឹងទៅសាក់លបងទៅរកម្ដងទៀតបាទឥឡូវនេះយើងបានឡើងមកដល់
ក្លោកភ្នំហើយដែលយើងបាននិយាយពីខាងដើមអញ្ចឹងអូដើមនេះនៅទេពុកម៉ែបងប្អូនណានោះឥឡូវយើងមកដល់ហើយនេះដើមភ្លូធំនោះមកដើមហ្នឹងគឺស្លឹកតសុំតសាយមែនតើណាបាទឥឡូវយើងមកដល់ដើមភ្លូធំហើយប៉ុន្តែអត់មានឃើញមានផ្លែទេខែនេះក៏អត់មានបាទឥឡូវយើងមកដល់ហើយឥឡូវយើងមើលពីគល់ចុះណាភ្លូធំនេះឯងភ្លូធំណាស្លឹកនេះគឺបែបហ្នឹងឯងហើយខ្ញុំក៏ធ្លាប់ធ្វើវីដេអូហើយដែរតើតងជាមួយដើមភ្លូធំនេះកាលពីវីដេអូមុនណាពុកម៉ែបងប្អូនចង់ទស្សនាលម្អិតក៏អាចចូលមើលនៅក្នុង channel របស់ខ្ញុំបានតើតងជាមួយដើមភ្លូធំដែលវាមានស្លឹកបែបហ្នឹងឯងហើយភ្លូនេះទៀតសោតគឺគេចែកចេញជាពីរប្រភេទបាទគឺភ្លូធំមួយទៀតគេហៅថាភ្លូតូចឬក៏ភ្លូបាតបាទភ្លូបាតហើយសបកវានេះគឺមានប្រយោជន៍ណាស់តើតងជាមួយភ្លូធំនេះបាទតិចទៀតខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់ដើមភ្លូធំនេះលម្អិតចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានសម្ដាប់បាទដើមភ្លូធំនេះយើងឃើញថាវាជារុក្ខជាតិមួយប្រភេទដែលស្ថិតនៅក្នុងអំបូរឈើធំបាទប្រភេទឈើធំណាហើយដើមវាអាចមានកម្ពស់ពី20ទៅ30ម៉ែត្រដែរហើយដើមនេះយើងមើលទៅប្រហែលជាអាចកម្ពស់ចូល5-6ម៉ែត្រដែរ5-6ម៉ែត្រដែរតើតងជាមួយដើមភ្លូធំមួយដើមនេះដែលខ្ញុំបានរកឃើញនៅទីនេះបាទហើយតើតងជាមួយនឹងការយកទៅប្រើប្រាស់ធ្វើជាឱសថសម្រាប់ព្យាបាលជំងឺយើងឃើញថាភ្លូធំនេះយើងអាចយកទី1គឺជាយកផ្លែបាទផ្លែរបស់វាហើយពេលនេះយើងមកអត់ឃើញមានផ្លែទេណាតើតងភ្លូធំនេះហើយទី2តើតងជាមួយនឹងសបកដើមបាទគឺសបកដើមនេះឯងណាអញ្ចឹងការព្យាបាលវិញយើងឃើញថាផ្លែរបស់ដើមភ្លូធំនេះយើងអាចព្យាបាលទី1គឺតកតងជាមួយនឹងធ្វើជាថ្នាំបំបត្តិការស្រេកទឹកបាទថ្នាំបំបត្តិការស្រេកទឹកចំណែកសបកដើមបាទនេះសបកដើមនេះពុកម៉ែបងប្អូនគឺមានប្រយោជន៍ណាគឺមានប្រយោជន៍មែនទែនទី1សបកដើមនេះយើងឃើញថាប្រើសម្រាប់ដាំទឹកផឹកគឺព្យាបាលរាគនិងរាគមូលដោយយកសបកវាហ្នឹងបាទយើងផ្ទុះយកវាទៅប្រព័ន្ធ3ធ្នាប់ទៅហើយដាំទឹក3យកទឹក1ណាហើយផឹកមួយថ្ងៃ3ដងណាសម្រាប់អ្នកដែលមានអាការៈរាគហើយនឹងរាគមូលណាយើងយកសបកវាប៉ុន3ធ្នាប់ទៅហើយយើងដាំទឹកផឹកគឺដាំទឹក3យកទឹក1ហើយផឹកមួយថ្ងៃ3ដងទៅគឺធ្វើអាការៈរាគមូលនេះឆាប់បានជាសះស្បើយពុកម៉ែបងប្អូនណាហើយមួយទៀតតកតងជាមួយសបកដើមនេះទៀតសោតក៏យើងអាចយកទៅផ្សំជាមួយរុក្ខជាតិដទៃទៀតធ្វើជាថ្នាំរឹសដូងបាទរឹសដូងបាតហើយក៏ជាថ្នាំផ្សះស្បូនដែរអញ្ចឹងអ្នកដែលមានជំងឺរឹសដូងបាតយើងអាចយកសបករបស់ដើមភ្លូធំនេះទៅផ្សំសម្រាប់ព្យាបាលរឹសដូងហើយក៏យើងអាចយកវាទៅធ្វើជាថ្នាំសម្រាប់ផ្សះស្បូនចំពោះស្ត្រីដែលមានអាការៈរលាកស្បូនណាក៏យើងអាចយកទៅធ្វើជាថ្នាំផ្សះស្បូនបានដែរហើយមួយទៀតតកតងជាមួយដើមភ្លូធំនេះមែនតែនទៅសបកដើមនេះខ្ញុំតែងតែឃើញពុកម៉ែបងប្អូននៅក្នុងសហគមន៍ក្នុងភូមិខ្ញុំគាត់តែងតែយកសបកដើមភ្លូធំនេះយកទៅធ្វើជាថ្នាំសម្រាប់ព្យាបាលកាពះពោះវៀនបាទកាពះពោះវៀននិយាយរួមទៅអានេះក៏ជាថ្នាំផ្សះដែរសបកនេះជាថ្នាំផ្សះដែរអញ្ចឹងពុកម៉ែបងប្អូនដែលមានអាការៈលាកកាពះលាកពោះវៀនឬក៏ឈឺកាពះឈឺពោះវៀនអីហ្នឹងក៏យើងអាចយកសបករបស់ដើមភ្លូធំនេះយកទៅធ្វើជាថ្នាំសម្រាប់ព្យាបាលបានដែរហើយកម្រិតនៃការប្រើប្រាស់យើងឃើញថាយើងអាចប្រើសបកនេះស្ងួតពី15ទៅ30ក្រាមសម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃបាទអញ្ចឹងពុកម៉ែបងប្អូនបានដឹងអំពីអត្ថប្រយោជន៍របស់ដើមភ្លូធំនេះហើយណាដែលខ្ញុំបានជម្រាបជូនបាញ់មិញនេះបាទអញ្ចឹងយើងក៏បានមកដល់ព្រៃហើយក៏បានរកឃើញជាមួយដើមភ្លូធំមួយដើមណានៅក្នុងព្រៃនេះមែនតើទៅកម្រដែរភ្លូធំនេះយើងឃើញមានតែមួយដើមទេហើយនៅទីនេះអត់ទាន់មានពុកម៉ែបងប្អូនណាគាត់មកយកសបកធ្វើថ្នាំទេដោយសារវាឡើងមកចកេះភ្នំបន្តិចណាអញ្ចឹងទៅដើមវាគឺនៅល្អទាំងអស់បាទនៅល្អសបកវានៅទាំងអស់តាំងពីក្រោមរហូតដល់លើបាទអញ្ចឹងអត្ថប្រយោជន៍របស់វាខ្ញុំបានជម្រាបជូនដល់ពុកម៉ែបងប្អូនបានពិស្ដារបានលម្អិតហើយណាអញ្ចឹងវីដេអូខ្លីរបស់ខ្ញុំដែលខ្ញុំព្រឹកនេះខ្ញុំបានមករកជាមួយដើមភ្លូធំដែលការពិតទៅយើងធ្លាប់រកឃើញពីមុនហើយយើងគ្រាន់តែមករកម្ដងទៀតទេក្រែងនោះថាមកដល់គេកាប់បាត់អីអញ្ចឹងណាប៉ុន្តែភាពពិតជាក់ស្ដែងវានៅទេអញ្ចឹងយើងក៏បានមកធ្វើវីដេអូនេះបង្ហាញពុកម៉ែបងប្អូនហើយណាអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនណាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាពុកម៉ែបងប្អូន
ត្រូវការជាមួយសបកភ្លូយកទៅធ្វើជាថ្នាំសម្រាប់ព្យាបាលឬក៏ប៉ះប៉ូវសុខភាពពុកម៉ែបងប្អូនក៏ពុកម៉ែបងប្អូនអាចទំនាក់ទំនងមកបានដែរខ្ញុំនឹងរកជូនណាដោយសារតែនៅទីនេះមានម្ដើមហើយកន្លែងផ្សេងទៀតក៏យើងមានឃើញដែរវាគ្រាន់តែនៅឆ្ងាយពីគ្នាណាជាចុងក្រោយសូមជម្រាបលាហើយយើងនឹងវិលមកជួបគ្នាតាមរយៈវីដេអូក្រោយបន្តទៀតបាទសូមអរគុណ